ថ្ងៃនេះដែរខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនមកភ្លក់ពីរសជាតិនៃការដាំបាយដែលប្រើបំពង់ឫស្សីស្រស់ដោយមិនប្រើឆ្នាំងវិញម្ដងជាមួយការបោះតង់ផ្សងព្រេងរកម្ហូបនៃប្រជុំទឹកធ្លាក់ក្នុងតំបន់មួយនេះតើប្រជុំទឹកធ្លាក់នៃតំបន់មួយនេះអាចឲ្យយើងបង្កើតនៅសកម្មភាពលេងកម្សាន្តអ្វីខ្លះកុំឲ្យខាតពេលយូរមកតាមដានជាមួយខ្ញុំទាំងអស់គ្នាក្នុងពេលឥឡូវនេះចំពោះរដូវនេះតាមតំបន់ព្រៃភ្នំជ្រោះជ្រងហាក់មិនសូវសម្បូរទឹកដូចកាលពីខែវស្សានោះទេតែវាអាចជារសជាតិថ្មីមួយផ្សេងទៀតដើម្បីស្រង់យកក្លិនផ្កាព្រៃស្ទូចត្រីងូតទឹកត្រាំលេងត្រជាក់ខ្លួនស្រួលក្នុងអាងទឹកធម្មជាតិយ៉ាងមានក្តីសុខទោះបីជាអាកាសធាតុស្ថិតក្នុងរដូវក្តៅក៏ដោយតំបន់នេះកាលពីខែវស្សាសម្បូរទឹកច្រើនការចុះអាប់និងទឹកថ្លាខៀវខ្លាំងមែនទែនដែលពុះចែកព្រំដែនរវាងខេត្តពីរគឺខេត្តព្រះសីហនុនិងខេត្តកោះកុងដោយសារតែប្រទេសកម្ពុជាយើងទទួលយករបបខ្យល់មូសុងទើបបង្កើតឲ្យមានរដូវពីរដែលរបបខ្យល់មូសុងវស្សាចាប់ផ្ដើមពីខែឧសភាដល់ខែតុលាគឺជាប្រភេទខ្យល់សើមបក់ចេញពីទិសនិរតីទៅកាន់ទិសឦសានចំណែកខ្យល់មូសុងប្រាំងចាប់ផ្ដើមពីខែវិច្ឆិកាដល់ខែមេសាជាប្រភេទខ្យល់ស្ងួតបក់ពីទិសឦសានទៅកាន់ទិសនិរតីវិញការប្រែប្រួលអាកាសធាតុបែបនេះក៏ធ្វើឲ្យអារម្មណ៍យើងប្រែប្រួលនិងស្អុះស្អាប់ទៅតាមនឹងដែរខ្យល់អាកាសបែបនេះស័ក្តិសមបំផុតជាមួយនឹងសាប៊ូសាហារ៉ាដែលប្រើបានទាំងបុរសនិងនារីផ្សំចេញពីវត្ថុធាតុដើមល្អៗជាច្រើនមុខដើម្បីជួយកាត់បន្ថយការជ្រុះសក់បំបត្តិអង្គែធ្វើឲ្យសក់ទន់រលោងពិសេសស្បែកក្បាលត្រជាក់ស្រួលបង្កើតដោយសារជាតិម៉ង់តុលបន្ថែមដោយក្លិនប្រហើរនិងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយតាំងពីកក់លើកដំបូងចំពោះសាប៊ូដុសខ្លួនសាហារ៉ាវិញមានសារជាតិ Gold Collagen ជួយបង្កើតឲ្យស្បែកមានសំណើមភ្លឺរលោងសម្លាប់បាក់តេរីកម្ចាត់ក្លិនមិនល្អនិងមានក្លិនក្រអូបប្រហើរសាហារ៉ាជាផលិតផលប្រទេសកម្ពុជាសុទ្ធសាធផលិតឡើងដើម្បីលើកស្ទួយផលិតផលជាតិឥឡូវនេះត្រឡប់មកកាន់សាច់រឿងយើងវិញប្រជុំជួរខ្សែទឹកនៃតំបន់នេះក៏មានទឹកធ្លាក់ច្រើនកន្លែងនិងមានរសជាតិផ្សេងៗគ្នាទៅតាមចំណុចនៃទីតាំងនីមួយៗហើយយើងក៏អាចជ្រើសរើសយកចំណុចណាមួយដើម្បីធ្វើការបោះតង់ងូតទឹកស្ទូចត្រីចម្អិនម្ហូបបានទៅតាមការចូលចិត្តរៀងៗខ្លួនចំណុចដែលអាចចាប់ផ្ដើមបោះតង់បានចាប់ពីគីឡូ13រហូតដល់គីឡូទី18នៃស្រុកកំពង់សិលារវល់តែរាយរាប់រៀបរាប់ក្រឡេកមកមើលបាយដុតបំពង់ឫស្សីស្រស់វិញម្ដងតើឆ្អិនឬក៏យ៉ាងណាសម្រាប់រសជាតិនៃបាយដុតបំពង់ឫស្សីស្រស់មានក្លិនឈ្ងុយស្រដៀងគ្នាទៅការដុតក្រឡានដែរបើដាក់ជាមួយនឹងមុខម្ហូបផ្សេងៗវិញគឺចូលជាតិគ្នាខ្លាំងមែនទែនក្រោយពីញ៉ាំបាយដុតក្រឡានរួចក៏នាំគ្នាសម្រាកបន្តិចហើយបន្តដំណើរស្ទូចត្រីលេងកម្សាន្តបន្ទាប់មកក៏នាំគ្នាងូតទឹកជ្រោះលេងយ៉ាងសប្បាយការដើរព្រៃឡើងភ្នំបោះតង់កន្លងមកមិនថាផលិតផលអ្វីនោះទេភាគច្រើនខ្ញុំព្យាយាមតាមតែអាចធ្វើទៅបានដោយការមិនប្រើប្រាស់ផលិតផលដោយផ្ទាល់នៅក្នុងទឹកដើម្បីរួមចំណែកកាត់បន្ថយការប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីបើនិយាយពីប្រជុំទឹកធ្លាក់នៃទីតាំងទាំងអស់នេះគឺមានរសជាតិពីរផ្សេងគ្នាសម្រាប់រដូវវស្សាមួយបែបនិងរដូវប្រាំងក៏មួយបែបចំពោះពុកម៉ែបងប្អូនវិញតើចូលចិត្តការបោះតង់ផ្សងព្រេងតាមតំបន់ព្រៃភ្នំនៅក្នុងរដូវណាដែរអាចចែករំលែកនៅក្នុងខមមិនខាងក្រោមនេះសម្រាប់វីដេអូថ្ងៃនេះក៏ឈានដល់ទីបញ្ចប់អរគុណចំពោះការទស្សនាក៏ដូចជាការចែករំលែកបន្តជួបគ្នាវីដេអូក្រោយៗទៀតជម្រាបលាបាយបាយ